បើយើងអាចស្មូតបានព្រោះពេលដែលយើងទៅច្រៀងចម្រៀងសម័យខ្ញុំគិតថាវាមានភាពងាយស្រួលមែនថាយើងស្មូតនឹងយើងចេះតែរកនឹកស្មូតទេអត់ទេរាល់ការស្មូតនីមួយៗសិតតែទទួលនៅឥទ្ធិពលសាសនាក៏ដូចជាការវិវត្តនៃអក្សរសិល្ប៍នីមួយៗចេះស្មូតអញ្ចឹងចេះច្រៀងអត់ច្រៀងក៏ចេះដែរបងបើហ្នឹងសម្រាប់ខ្ញុំយល់ឃើញណាបងបើយើងអាចស្មូតបានព្រោះពេលដែលយើងទៅច្រៀងចម្រៀងសម័យខ្ញុំគិតថាវាមានភាពងាយស្រួលដោយសារការស្មូតវាពិបាកអីដោយសារយើងត្រូវចេះអឺនកលុកកលៈកំពុងករបស់យើងត្រូវដង្ហើមវែងខ្លីអញ្ចឹងទៅតាមភាពបត់បែនជាក់ស្ដែងទៅតាមប្រភេទនៃការស្មូតនីមួយៗអញ្ចឹងដល់ពេលយើងទៅច្រៀងបទសម័យខ្ញុំគិតថាវាភាពងាយស្រួលដោយសារយើងមានគ្រឹះបាទផងមួយហើយបាទបងបាទពេលដែលចប់អាដុបនេះទៅបងចង់រៀនបន្តទៅលើផ្នែកអីគេដែរដែលអូនចង់រៀនបាទបងសម្រាប់មែនតើទៅខាងផ្នែកសិល្បៈហ្នឹងក៏ខ្ញុំស្រឡាញ់ហើយជំនាញបើខ្ញុំចង់រៀនទៅសាកលហ្នឹងចង់រៀនខាងផ្នែក business អីទេបងប៉ុន្តែយើងនឹកឃើញថាខាងសិល្បៈក៏វាជាចំណែកមួយដែរវាប៉ុន្តែថាវាជួយបំពេញនៃជីវិតរបស់យើងមួយដែរព្រោះសិល្បៈខ្មែររបស់យើងទោះបីជាយើងវិទ្យាសាស្ត្ររីកចម្រើនប៉ុណ្ណាក៏ដោយក៏យើងនៅតែបន្តអភិរក្សអញ្ចឹងដូចខាងផ្នែកស្មូតកំណាព្យខ្ញុំយល់ថាវាភាគតិចមែនតើដែលក្មេងៗវ័យជំទង់ដែលពួកគាត់អាចសូត្របានហើយដែលពួកគាត់អាចចេះអញ្ចឹងណាដោយសារគាត់ងាកភាគច្រើនក៏អត់សូវចាប់អារម្មណ៍ទេជាក់ស្ដែងដូចនៅខាងក្រសួងអប់រំគាត់តែងតែរៀបចំជារៀងរាល់ឆ្នាំនៅកម្មវិធីទិវាជាតិអំណាន11មីនាហ្នឹងគោលបំណងមួយដើម្បីបណ្ដុះបណ្ដាលទៅលើការអានសរសេរការតែងនិពន្ធក៏ដូចជាការស្មូតកំណាព្យហ្នឹងខ្ញុំគិតថាខ្ញុំក៏បានមានឱកាសមកជួបជាមួយបងអញ្ចឹងក៏ឆ្លៀតផ្សព្វផ្សាយតិចទៅថាចំពោះការសូត្រកំណាព្យនេះខ្ញុំយល់ថាល្អហើយវាក៏ជួយលើកស្ទួយទៅលើសិល្បៈបុរាណខ្មែរយើងមួយផ្នែកដែលតាក់ទងទៅនឹងការស្មូតព្រោះដោយសារអត្ថន័យនៃការស្មូតមិនមែនតែយើងស្មូតទៅឲ្យតែព្រោះទេបានន័យថាពេលដែលយើងស្មូតហ្នឹងគឺវាមានទាំងពីអត្ថន័យនីមួយៗទៅតាមការតាក់តែងនិពន្ធរបស់កវីតាំងពីសម័យដើមមកឧទាហរណ៍ដោយការស្មូតតាក់ទងទៅនឹងសវណ្ណសាមអញ្ចឹងក៏វាជាអត្តសញ្ញាណមួយនៃអ្នកដែលកត់គោរពពុទ្ធសាសនាអញ្ចឹងបានន័យថាយើងសូត្ររៀបរាប់ពីរឿងរ៉ាវអីមួយអញ្ចឹងសុទ្ធតែមានបង្កប់នៅអត្ថន័យយើងគួរតែអភិរក្សនិងថែរក្សាវាអញ្ចឹងណាបងចុះដែរធ្លាប់ស្មូតអីនៅម្នាក់ឯងស្មូតអីទៅមានអារម្មណ៍ថាមានគ្នាអីយើងពេលខ្លះខ្លាចខ្លះដែរបងប៉ុន្តែយើងអាចទប់អារម្មណ៍ទប់អីខ្លួនឯងបានអញ្ចឹងបងតែដល់ពេលយើងសូត្រយូរទៅបានន័យថាវ័យរបស់យើងកាន់តែធំទៅមានអារម្មណ៍ថាការស្មូតហ្នឹងវាទៅជាមិនជាលក្ខណៈខ្លាចខ្មោចទេយល់ថាព្រោះនិយាយទៅបើអ្នកគាត់ចេះស្ដាប់គាត់ស្ដាប់គាត់ទៅជាសម្លេងហ្នឹងវាព្រោះរំដំទៅជាគាត់ហ្មងមានចេះបត់អីផ្សេងទៀតច្រើនអត់ទាក់ទងនឹងការស្មូតណាចេះបាន3-4 បទទៀតដែរបងការស្មូតហ្នឹងដូចជាតាក់ទងទៅនឹងបទពាក្យ7ប៉ុន្តែយើងមានសូត្របែបផ្សេងដូចថាបទពាក្យ7មាន12បែបអញ្ចឹងមានបែបពិលៀបបែបទំនួញសូត្របែបកុមារបាយអញ្ចឹងណាបងសម្រាប់ការស្មូតកំណាព្យនេះខ្ញុំគិតថាវាជួយបន្ថែមនៅរសជាតិនៃជីវិតមួយបែបដែរបងបានន័យថាពេលដែលយើងអាចជ្រៀតចូលទៅក្នុងការស្មូតហ្នឹងយើងបានដឹងពីអង្គការវិវត្តនៃការតាក់តែងនិពន្ធអក្សរសិល្ប៍ក៏ដូចជាកំណាព្យហ្នឹងដោយសារពេលមានកំណាព្យហ្នឹងទើបយើងអាចសូត្របានអញ្ចឹងពេលដែលខ្ញុំរៀនសូត្រក៏ដូចជាស្វែងយល់តាក់ទងទៅនឹងការស្មូតកំណាព្យហ្នឹងធ្វើឲ្យខ្ញុំដឹងថាស្នាដៃរបស់ដូនតារបស់យើងការតាក់តែងនិពន្ធហ្នឹងមិនមែនមានឥឡូវហ្នឹងទេយើងវិវត្តតាំងពីសម័យនគរតាំងពីអីមកតាំងពីបរមបុរាណមកតាំងពីមានបទពាក្យ4ពាក្យ5បទពាក្យ8ពាក្យផ្សេងអញ្ចឹងបានន័យថាការតាក់តែងនិពន្ធបទមួយហ្នឹងគឺមានបែបផែនមានក្បួនខ្នាតរបស់គេអញ្ចឹងណាបងមិនថាយើងស្មូតហ្នឹងយើងចេះតែរកនឹកស្មូតទេអត់ទេអញ្ចឹងរាល់ការស្មូតនីមួយៗសិតតែមានទទួលនៅឥទ្ធិពលសាសនាក៏ដូចជាការវិវត្តនៃអក្សរសិល្ប៍នីមួយៗទៅតាមសម័យកាលពេលដែលយើងរៀនស្មូតហើយធ្វើឲ្យយើងអាចទៅយល់ដឹងបន្ថែមទៀតអញ្ចឹងយើងទទួលបានចំណេះដឹងថ្មីសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃដោយសារតែនៅសាលាគេដឹងថាយើងចេះស្មូតហើយដោយសារយើងធ្លាប់ប្រកួតប្រជែងកម្មវិធីមួយចំនួនដែរអញ្ចឹងណាចំពោះ reaction របស់មិត្តភ័ក្តិយើងឬមួយក៏គ្រូនៅក្នុងសាលាអីអូម៉ាថាយើងអាចនឹងមានរហស្សនាមអីផ្សេងដល់ពេលដែលគេជួបយើងចេះស្មូតអញ្ចឹងទៅគេអាចនឹងហៅយើងថាអ្វីទៀតអត់សម្រាប់អារម្មណ៍ពួកគាត់ឃើញអញ្ចឹងគាត់ប្រអាប់យើងលេងអញ្ចឹងបងគាត់ថាគាត់ហៅយើង idol អីអញ្ចឹងទៅជួបនៅក្រៅអញ្ចឹងទៅគាត់លេងសើចមួយយើងអញ្ចឹងណាបងហើយដូចជាមែនតើដូចជាការពីម្សិលមិញខ្ញុំ
ទៅផ្សារទៅអ៊ីដែលគាត់លក់នំនៅផ្សារហ្នឹងក៏គាត់បានឃើញវីដេអូហ្នឹងដែរបងហ្នឹងហើយហើយគាត់ថាស្មូតប្រុសហើយចិត្តតែឃើញស្តៀងមុខស្មានតែពីណាគេតែអញ្ចឹងគាត់ថាអត់ដែលដឹងថាស្មូតប្រុសអញ្ចឹងណាបងបងប្អូនប្រហែលជាចង់ដឹងដូចខ្ញុំហើយថានៅពេលដែលបងប្អូនសេរីនស្មូតគឺវាថាយើងព្រឺព្រួយបែបស្មូតណាប៉ុន្តែចង់ដឹងពីព័ន្ធនឹងការបង្ហើរសំឡេងទៅលើការច្រៀងវិញហ្នឹងហើយថ្ងៃនេះសិល្បៈរៀងច្រើនមុខតិចណាអញ្ចឹងបទអីក៏បានដែរបងចង់ឲ្យបងប្អូនច្រៀងមួយឃ្លាពីរឃ្លាឬក៏កន្លះបទអីក៏បានដែរបទរំដួលដងស្ទឹងសង្កែរំដួលដងស្ទឹងសង្កែទៅខាងបាត់តបបាទមហាសង្ក្រាន្តច្រើនឆ្នាំមួយទៅទ្រង់សែនមងសៅនឹកព្រួយក្រែងពើឆាប់ផ្លិចរឿងដើមរឿងបាត់ដំបងចងក្រងដង្ហើមបងជួបស្រីឆ្នើមរដូវសន្សើមផ្ការីកស្គូស្គីអូនដើររាវក្រុមក្នុងស្ទឹងសង្កែប្រៀបដូចដួងខែថ្ពាល់ខួចមាសស្នេហ៍នេត្រាពន្រាយហត្ថាជ័យល្អងសង់ខ្មៅរំសាយបងគុណមិនណាយនឹងព្រួយឆោមឆាយរាយសមណាញ់ស្នេហ៍វិកចិត្តត្រកអើយគុំបាច់គូអីនៅក្នុងលោកីស្រីល្អគ្មានទេមានតែរំដួលដងស្ទឹងសង្កែដែលខ្ញុំលួចស្នេហ៍ទួងរយខួបខែក៏នៅចាំចោឥឡូវរដូវផ្ការីកវិលវិញទ្រង់សែនតោមនិញព្យុះកំបកដេញបាត់ផ្កាមួយតងត្រីក្រំអូនស្លាប់នៅក្នុងដបបងលិចខិតនួនល្អងបងទុកទ្របខ្នងដេកស្លាប់ក្នុងភ្នោមានអីពេលច្រៀងទៅមួយយ៉ាងដែរវាថាយើងបត់បែនពីស្មូតទៅច្រៀងវាមួយបែបទៀតអីចឹងណាជឿថាបងប្អូនយើងក៏បានស្ដាប់ទាំងសំឡេងដែលបងប្អូនស្មូតទាំងសំឡេងដែលបងប្អូនច្រៀងចឹងអាចនិយាយបានថាបងប្អូនជាយុវជនម្នាក់ដែលមានសិល្បៈក្នុងខ្លួនណាគេហៅថាបើពេលខ្លះយើងគិតទៅមានថាចេះដូចមានភាពចាស់ទុំមួយពេលដែលយើងចេះទេពកោសល្យឬក៏ជំនាញសិល្បៈអីមួយដែលប្លែកពីក្មេងដតីមានអារម្មណ៍ថាអញ្ចឹងហ៎បាទបងអូខេអញ្ចឹងដោយសារតែយើងបានដឹងពីទេពកោសល្យរបស់បងអូនសេរីនក៏បានដឹងទៅក្នុងការស្មូតការច្រៀងហើយក៏ដូចជារឿងរ៉ាវខ្លះពីការសិក្សាអីផ្សេងក៏យើងបានដឹងហើយបងចង់ឲ្យបងអូនមានចំណាប់អារម្មណ៍ឬមួយក៏ជាការអរគុណក៏បានដែរទៅកាន់បងប្អូនយើងដែលថាពេលដែលគាត់បានឃើញវីដេអូដែលលោកគ្រូបានបង្ហោះទៅឃើញមានអ្នកចូលចិត្តអីចឹងណាគាត់ស្រឡាញ់គាត់គ្រប់គ្រងគាត់ចូលចិត្តតើបងអូនមានចំណាប់អារម្មណ៍បែបណាទៅកាន់ពួកគាត់អរគុណបងសម្រាប់ខ្ញុំជាចុងក្រោយនេះក៏មានអ្វីក្រៅពីអរគុណសម្រាប់ពុកម៉ែបងប្អូនសិស្សានុសិស្សទាំងអស់ដែលគាត់បានគ្រប់គ្រងពេលដែលឃើញវីដេអូតទៅនឹងការស្មូតកំណាព្យអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តដែរដោយសារយើងឃើញស្រាប់ហើយថាការស្មូតកំណាព្យនេះក៏វាជាសិល្បៈមួយបែបដែរដែលអាចបញ្ជាក់អារម្មណ៍ក៏ដូចជាស្ដាប់មើលទៅវាមានអារម្មណ៍ថារលងលលោចអញ្ចឹងណាហើយអ្នកខ្លះក៏គេគិតថាខ្លាចខ្មោចស្ដាប់ទៅតែអ្នកខ្លះទៀតគាត់ខ្លាចដែរស្ដាប់ទៅគាត់យល់ថាបរោះហើយអ្នកខ្លះទៀតក៏គាត់ចូលចិត្តអញ្ចឹងទៅអញ្ចឹងពេលដែលខ្ញុំឃើញបែបហ្នឹងខ្ញុំសប្បាយចិត្តហើយចង់និយាយទៅកាន់ពុកម៉ែបងប្អូនថាសម្រាប់ការស្មូតជាសិល្បៈមួយដែលល្អហើយយើងគួរតែអភិរក្សថែរក្សាហើយឲ្យបានគង់វង្សអភិរក្សហើយអភិវឌ្ឍបានន័យថាយើងបើយើងអភិរក្សយើងគ្រាន់តែអភិរក្សតែយើងឲ្យបានយកទៅប្រាស់ក៏ដូចជាយកទៅអនុវត្តដូចជាការស្មូតអីចឹងវានឹងអាចកប់បាត់នៅថ្ងៃណាមួយអញ្ចឹងយើងគួរតែបង្ហាញបើសិនជាមានអ្នកចេះអញ្ចឹង
ដោយសារខ្ញុំឃើញអ្នកដែលគាត់មានសមត្ថភាពច្រើនណាស់តើតើនឹងការស្មូតគ្រាន់ថាខ្ញុំចេះទីទួយទេអញ្ចឹងទៅក៏យើងបង្ហាញពីសមត្ថភាពក៏ដូចជាចង់ចែករំលែកឲ្យបងប្អូនដែលគាត់ស្ដាប់កំសាន្តលេងនៅពេលអបសុកអញ្ចឹងណាអញ្ចឹងជាចុងក្រោយក៏សូមអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏ដូចជាអរគុណទៅកាន់បងប្រុសឧត្តមដែរសម្រាប់ថ្ងៃនេះពិតជាមានកិត្តិយសមែនតើបានជួបពិភាក្សាជាមួយនឹងបងឧត្តម ជាចុងក្រោយខ្ញុំបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ខ្ញុំក៏ដូចជាបងអូនសារីនក៏សូមអភ័យទោសផងបើសិនជាមានពាក្យពេចន៍កន្លែងណាខុសឆ្គងយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណនិងសូមជម្រាបលា